ជាបុគ្គលដែលកើតមកមានដីជះច្រើននឹងហើយអធិបតេយ្យជាអ្នកកើតមកនៅខ្ពស់ជាងគេបើមនុស្សណាខ្វះទៅនៅការគោរពអត់ចម្រើនទេហ្នឹងហើយគឺអត្តន័យដែលគេលើករឿងហ្នឹងមកជាបបហេតុហ្នឹងសំដៅដល់ការគោរពរបស់មនុស្សយើងកាលណាដល់ទៅនៅការគោរពមិនថាតែគោរពគុណម្ដាយទេគោរពរៀមច្បងគោរពគ្រូបាអាចារ្យគោរពអ្នកថ្នាក់លើខ្លួនឯងហ្នឹងគឺអ្នកណាដល់ទៅនៅការគោរពគឺមនុស្សហ្នឹងឡើងយសឡើងស័ក្តិមិនយូរទេញោមឃើញមន្ត្រីខ្លះថ្នាក់ក្រោមចេះគោរពថ្នាក់លើតាយូរបន្តិចទៅថ្នាក់លើគេពេញចិត្តគេលើកឲ្យខ្ពស់ដូចគេចឹងដែរអញ្ចឹងការគោរពហ្នឹងវាសំខាន់ណាស់ក្នុងរឿងហ្នឹងគេចង់សំដៅដល់ការគោរពហ្នឹងវារមែងចម្រើនអញ្ចឹងគាត់ហ្នឹងគោរពម្ដាយព្រឹកល្ងាចព្រឹកនេះរស់ស៊ីចិត្តតែឡើងអាគាត់ផ្សេងទៀតទៅឃើញគេគោរពអញ្ចឹងខំប្រឹងយកម្ដាយឯងយកពេលស្លាប់ទៅយកទៅដាក់នៅលើកពូលភ្នំឯនៅរស់ស៊ីក្រដោយសារឯងអត់ដល់ទៅនៅការគោរពអញ្ចឹងដូចគ្នាបងវ៉ែមកវិញអ្វីដែលអាត្មាលើករឿងហ្នឹងចង់សំដៅថាទោះបីម្ដាយយើងដាក់នៅនឹងថ្លុកកបីក៏ដោយឧទាហរណ៍ថាបើវាក្រខ្លាំងដូចអាកត់ហ្នឹងដូចមេនុកហ្នឹងទោះបីយកទៅដាក់នៅថ្លុកកបីក៏ដោយទោះបីយកទៅដាក់នៅដីណាដែលមិនសមរម្យក៏ដោយតែវាដល់ទៅនៅការគោរពចេញពីបេះដូងពីក្នុងចិត្តរបស់យើងចំពោះគុណម្ដាយឪពុករបស់យើងតាមលទ្ធភាពរបស់យើងសំខាន់គឺការគោរពមនុស្សនោះរមែងដល់ទៅនៅសេចក្តីសុខរមែងដល់ទៅនៅសេចក្តីចម្រើនហើយញោមមកហើយចែកដីតម្កល់អធិធាតុរបស់ម្ដាយឪពុកនេះកាលពីជំនាន់ដើមមិនទាន់មានក្បាច់ក្បូរដូចញោមមន្ទាវសម័យនេះផងយើងធ្វើចែកដីឥឡូវនេះញោមមកដូចប្រាសាទប្រទាយស្រីអ្នកខ្លះធ្វើក្បូរក្បាច់រចនាដូចប្រាសាទប្រទាយស្រីនោះអស់10 20ម៉ឺនដុល្លារចែកដីខ្លះមិនធម្មតាទេហើយសម័យព្រះគេពូនតែពីដីខ្សាច់ទៅប្រវត្តិធ្វើចែកដីណាក្រោយពីព្រះពុទ្ធព្រះអង្គបរិនិព្វានទៅបាន200ឆ្នាំហ្នឹងហើយបាន200ឆ្នាំប្របាទធម្មមាសោកលោកឡើងគ្រងរាជ្យក្នុងកំឡុងពេលដែលព្រះពុទ្ធលោកបរិនិព្វានទៅបាន200ឆ្នាំព្រះបាទធម្មមាសោកលោកឡើងគ្រងរាជ្យលោកប្រមូលអធិធាតុដែលគេធ្វើនិងគេទុកណាតម្កល់នៅកន្លែងខ្សាច់ចំនួនដើមគេមិនតាន់ធ្វើបានរូបរាងជាចែកដីចឹងគេពូនតែខ្សាច់ហើយគេចងធាតុហ្នឹងដាក់នៅស្មុកនៅនឹងថ្កមនៅនឹងអីទៅគេយកទៅតម្កល់នៅក្នុងកន្លែងពូនខ្សាច់ហ្នឹងទៅអញ្ចឹងបានយើងមានពាក្យមួយប្រើទល់សពថ្ងៃហ្នឹងប្រវត្តិដែលកើតចែកដីពីដំបូងគឺយើងពូនពីខ្សាច់ហ្នឹងបានគេប្រើពាក្យមួយនៅក្នុងរឿងដែលព្រះអង្គសម្ដែងហ្នឹងមានពាក្យមួយដែលយើងហៅថាវាលលោកចែកដីគឺចែកដីធ្វើអំពីដីខ្សាច់អញ្ចឹងចំណន់ដើមគេពូនតែពីដីខ្សាច់គ្មានរៀងគ្មានក្បាច់ក្បូរអីទេញោមណាធ្លាប់បានទៅប្រទេសស្រីលង្កាញោមដែលធ្លាប់ទៅប្រទេសស្រីលង្កាឃើញចែកដីដូចសម័យព្រះអញ្ចឹងវាខុសត្រង់ថាចែកដីសម័យនេះនៅកោះស្រីលង្កាធ្វើដូចសម័យព្រះប៉ុន្តែថែមកពូលពីលើហើយគេធ្វើពីស៊ីម៉ង់ឥឡូវនេះប៉ុន្តែជំនាន់ព្រះគឺធ្វើអញ្ចឹងធ្វើដូចអ្នកបាតលោកអញ្ចឹងគឺអត់មានកពូលមានក្បាច់ទេគ្រាន់តែពូនឡើងទេហើយបានអាននៃសង្ឃអ្នកខ្លះគោរពចែកដីសាងបច្ច័យដីឡើងស្ថានសួគ៌ទៅកាន់ទេវលោកបានទៅជាស្រេចចាក់គ្រប់គ្នាដោយអំណាច